សួស្តីអ្នកទាំងអស់គ្នាជួបគ្នាសាជាថ្មីនៅក្នុងថ្ងៃនេះខ្ញុំមានរឿងថ្មីមួយសម្រាប់យកមកនិយាយប្រាប់អ្នកទាំងអស់គ្នាសម័យនេះត្រូវបានចែករំលែកពីបងស្រីម្នាក់ដែលគាត់មានឈ្មោះថាសុផានិតប៉ុន្តែសម្រាប់រឿងមួយនេះគឺមិនមែនកើតឡើងមកលើខ្លួនគាត់តឡើយគឺគាត់បានដឹងរឿងនេះពីមិត្តរួមការងារគាត់ម្នាក់ដែលមិត្តរួមការងារគាត់នោះមានឈ្មោះថាកំហេងអញ្ចឹងខ្ញុំសូមហៅគាត់ថាចាហេងទៅចុះហ្នឹងហើយអញ្ចឹងផ្ដើមសាច់រឿងដំបូងចានិតគាត់ថាកាលពីខ្ទង់ឆ្នាំ2011មុននឹងចូលមកធ្វើការជាមួយគាត់ហ្នឹងចាហេងគាត់ធ្លាប់ធ្វើការនៅក្នុងរោងចក្រមួយកន្លែងតែដឹងថាតួនាទីចាហេងហ្នឹងជាអីទេដឹងតែគាត់ធ្វើការនៅក្នុងការិយាល័យកាលហ្នឹងចាហេងគាត់នៅផ្ទះជួលតែម្នាក់ឯងទេដោយគ្រួសាររបស់គាត់រស់នៅឯស្រុកឯណោះហើយផ្ទះជួលរបស់គាត់ហ្នឹងក៏នៅរៀងឆ្ងាយពីកន្លែងធ្វើការរៀងគួរសមដែរដែលឲ្យតែរៀងរាល់ព្រឹកគឺគាត់តែងតែជិះម៉ូតូទៅធ្វើការហើយគាត់ថាម៉ោងដែលចូលធ្វើការគឺនៅម៉ោង7កន្លះអញ្ចឹងដើម្បីទៅធ្វើការឲ្យទាន់គឺគាត់ត្រូវក្រោកម៉ោង6ដើម្បីរៀបចំខ្លួនហើយរហូតដល់ម៉ោង6:40នាទីអីបានគាត់នឹងជិះម៉ូតូទៅធ្វើការអញ្ចឹងកាលនឹងមានថ្ងៃមួយចាហេងគាត់បានជិះម៉ូតូទៅធ្វើការតាមទម្លាប់ដូចរាល់ដងហើយទម្លាប់របស់គាត់នឹងគឺគាត់ជិះគៀនហើយជិះយឺតទេអត់ដែរហ៊ានជិះលឿនឡើយហើយថ្ងៃហ្នឹងដូចគ្នាគឺគាត់ជិះយឺតមួយនៅគៀនទេតែវាចៃដនអីជិះសុកស្រាប់តែមានឡានតាក់ស៊ីមួយវាឡើងប្រច្រាស់ទិសមកដែលធ្វើឲ្យចាហេងនេះគាត់គិចមកទំហឹងហើយក៏ធ្លាក់ពីលើផ្លូវនឹងចូលទៅក្នុងបន្លាយដែលបន្លាយនឹងរីងទឹកអស់ហើយប៉ុន្តែក្នុងបន្លាយនឹងគឺសុទ្ធតែដុំថ្មអញ្ចឹងពេលដែលធ្លាក់ភ្លាមហ្នឹងចាហេងគាត់អត់ទាន់ស្លាប់ទេគាត់នៅដឹងខ្លួនប៉ុន្តែខ្លួនគាត់ឈឺខ្លាំងមែនទែនងើបអត់រួចឡើយព្រោះតែពេលហ្នឹងគាត់ធ្លាក់មកទំហឹងហើយត្រូវនឹងថ្មទៀតហើយសភាពគាត់ពេលហ្នឹងគឺគាត់រៀងដឹងខ្លួនបន្តិចរៀងអត់បន្តិចរបៀបថាម្ដងគាត់មើលឃើញម្ដងគាត់មើលឃើញនិយាយទៅរបៀបដូចមនុស្សចិត្តស្លាប់បន្តិចណាហើយគាត់ថាអញ្ចេះអាម្លងពេលដែលគាត់កំពុងតែដេកដួលនៅក្នុងបន្លាយហ្នឹងណាដល់ពេលដែលគាត់បើកភ្នែកមើលជុំវិញទៅគាត់ហាក់ដូចជាឃើញមនុស្សស្រីម្នាក់កំពុងតែឈរមើលគាត់ពីលើផ្លូវមកដល់ពេលឃើញអញ្ចឹងចាហេងគាត់ក៏ខំនិយាយទាំងគ្មានកម្លាំងថាជួយខ្ញុំផងតែពេលដែលនិយាយហើយម្នាក់ស្រីដែលគាត់បានឃើញហ្នឹងអត់ព្រមចុះមកជួយគាត់ទេដល់គេគិតតែនៅឈរមើលគាត់ឡើងថ្មឹងដូចមានរឿងអីកើតឡើងអញ្ចឹងហើយពេលហ្នឹងចាហេងគាត់ព្យាយាមស្រែកដដែលថាជួយខ្ញុំផងរហូតដល់បានមកស្ទុះក្រោយមកទើបមានក្រុមពេទ្យមួយក្រុមបានមកលើគាត់ដាក់ចូលទៅក្នុងឡានទៅពេលដែលពេទ្យបានលើគាត់ចូលក្នុងឡានពេទ្យហើយចាហេងគាត់ថាគាត់នៅស្ដាប់ឮអ្វីដែលគេនិយាយទាំងអស់គាត់ថាភ្នែកគាត់នឹងមើលអត់ច្បាស់ទេភ្នែកគាត់មើលទៅពេលទៅឃើញតែសព្រើដូចភ្នែកយើងមញោបអញ្ចឹងហើយដោយសារតែមើលមិនឃើញបែបហ្នឹងឯងបានមិនតិចក្រោយមកគាត់ក៏លេងនឹងអីទៀតទៅកាលហ្នឹងគាត់ថាគាត់មិនដឹងតែគាត់សន្លប់អស់រយៈពេលប្រហែលទេដឹងតែពេលដែលដឹងខ្លួនឡើងវិញគាត់បានឃើញខ្លួនឯងនេះកំពុងតែគេងនៅក្នុងមន្ទីរពេទ្យទៅហើយពេលដែលដឹងខ្លួនវិញនឹងរាងកាយរបស់គាត់ទាំងមូលគឺថាឈឺអស់ហើយអាចថាមកពីគ្រោះថ្នាក់នឹងគាត់ធ្លាក់ត្រូវថ្មណាប៉ុន្តែជាក់ស្ដែងកន្លែងដែលគាត់ត្រូវរបួសខ្លាំងជាងគេគឺមានតែ2កន្លែងទេទី1គឺនៅត្រង់ក្បាលដែលនៅចំកណ្ដាលថ្ងាសរបស់គាត់នឹងគឺអាយ៉ែស្បែកប្រហែលជាមួយថ្នាំងដៃហើយកន្លែងរបួសទី2ហ្នឹងគឺនៅកភួនជើងប្រហែលជាគាត់ធ្លាក់នឹងប៉ះទៅនឹងថ្មស្រួចអីមិនដឹងដែលធ្វើឲ្យកភួនជើងគាត់ហ្នឹងដាច់សាច់អស់ឡើងម្ដុំហើយកន្លែងដែលដាច់សាច់ហ្នឹងគឺថាវារឿងឈឺខ្លាំងដែរប៉ុន្តែគាត់ថាគាត់នៅតែអាចដើរបានធម្មតាទេអញ្ចឹងក្រោយពីបានដឹងខ្លួនវិញហើយចាហេងនេះគាត់ក៏បានខលទូរស័ព្ទទៅប្រាប់អ្នកផ្ទះគាត់ថាគាត់គ្រោះថ្នាក់ចរាចរណ៍ហើយឬគាត់ប្រាប់ថាគាត់មានគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងអ្នកផ្ទះគាត់នឹងក៏ចង់ឡើងមកមើលគាត់ដែរប៉ុន្តែពេលនោះចាហេងគាត់ក៏បានកុហកអ្នកផ្ទះគាត់ថាគាត់ត្រូវរបួសតិចតួចទេមិនបាច់ឡើងមកមើលគាត់ឡើយគាត់ប្រាប់អញ្ចឹងគឺដើម្បីកុំឲ្យអ្នកផ្ទះគាត់បារម្ភនិងពិបាកឡើងមកមើលគាត់ណាព្រោះថាអ្នកផ្ទះរបស់គាត់គឺនៅឆ្ងាយពីកន្លែងគាត់ធ្វើការខ្លាំងណាស់នៅឆ្ងាយម្នាក់មកចំហៀងប្រទេសឯណោះឥឡូវងាកមកនិយាយពីស្ថានភាពរបួសរបស់ចាហេងវិញដល់ឃើញតែគាត់ដឹងខ្លួននឹងលេងអីវិញអញ្ចឹងដល់ល្ងាចបន្តិចដល់ម៉ោងប្រហែលជា6ពេទ្យក៏បានបញ្ជូនចាហេងនឹងចេញពីបន្ទប់សង្គ្រោះបន្ទាន់បដូរទៅកាន់បន្ទប់មួយកន្លែងទៀតចាហេងគាត់ថាបន្ទប់ដែលពេទ្យបានបញ្ជូនគាត់ទៅហ្នឹងវាគឺជាបន្ទប់ដែលមានក្រេ2ហើយនៅក្នុងបន្ទប់ហ្នឹងគឺគេមានបន្ទប់ទឹកនៅក្នុងនឹងស្រាប់មិនបាច់ចាំឲ្យយើងពិបាកចេញមកក្រៅទេហើយស្ថានភាពរបស់បន្ទប់ហ្នឹងពេលដែលយើងចូលទៅគឺយើងឃើញក្រេចំនួន2នៅទន្ទឹមគ្នាដែលមានក្រេមួយនៅគៀនអញ្ចឹងខាងស្ដាំហើយនៅអញ្ចឹងខាងស្ដាំហ្នឹងគឺគេមានទ្វារកញ្ចក់មួយទៀតសម្រាប់ឲ្យយើងបើកចេញទៅវេរ៉ង់ដាខាងក្រៅហើយចំណែកឯនៅខាងឆ្វេងគឺគេមានក្រេមួយទៀតដែលក្រេនៅខាងឆ្វេងហ្នឹងនៅជាប់នឹងបន្ទប់ទឹកយល់ស្ថានភាពណាអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងចាហេងក៏ថាពេលដែលគាត់ចូលទៅដល់បន្ទប់នឹងភ្លាមគឺគាត់ចាប់ផ្ដើមចម្លើយចិត្តភ្លាមតែម្ដងព្រោះតែពេលដែលគាត់មើលទៅក្រេដែលនៅខាងឆ្វេងទៅគឺគាត់បានឃើញអ្នកជំងឺម្នាក់កំពុងតែគេនៅលើក្រេនោះប៉ុន្តែសភាពអ្នកជំងឺដែលគេនឹងមិនមែនគេធម្មតាណាអ្នកទាំងអស់គ្នាដោយម្នាក់ហ្នឹងគាត់គេឡើងត្រង់ខ្លួនភ្លឹងហើយដៃទាំងពីរហ្នឹងដាក់លើទ្រូងហើយគ្របភួយពីក្បាលដល់ចុងជើងឡើងចិត្តនិយាយឲ្យយល់ទៅគឺថាអ្នកជំងឺម្នាក់ហ្នឹងគាត់ដេកដូចសាកសពអញ្ចឹងហើយដល់ពេលឃើញបែបហ្នឹងចាហេងគាត់មានអារម្មណ៍ថាភ័យដែរព្រោះតែទើបចូលមកដល់ពេលថ្ងៃដំបូងផងហើយត្រូវនៅបន្ទប់ជាមួយមនុស្សចម្លែកអញ្ចឹងទៀតតែទោះបីជាយ៉ាងណាក៏ដោយដោយសារតែពេលហ្នឹងមានពេទ្យនៅចិត្តនឹងដែរអញ្ចឹងហើយទើបគាត់មិនសូវខ្លាចខ្លាំងប្រហែលទេអញ្ចឹងក្រោយពីពេទ្យបាននាំគាត់មកដល់បន្ទប់ថ្មីនឹងបានដាក់ឲ្យគាត់គេនៅលើក្រេហើយអីហើយពេលនោះពេទ្យក៏បានចេញទៅវិញទៅហាត់ចាំយូរទេគ្រាន់តែពេទ្យចេញទៅវិញហើយបិទទ្វារចិត្តភ្លាមស្រាប់តែម្នាក់ដែលកំពុងតែគេនៅលើក្រេក្បែរគាត់នឹងក៏បានកម្រើខ្លួន ប៉ុ
បន្ទាប់មកម្នាក់ហ្នឹងក៏បានយកដៃទាញភួយទៅគ្រប់ខ្លួនគាត់ហ្នឹងចុះក្រោមម្ដងបន្តិចម្ដងរហូតដល់ផុតក្បាលដល់ពេលទាញចេញក្បាលមកពឹបអ្នកជំងឺហ្នឹងក៏បានបែរមករកចាហេងហើយក៏សើចស្ញែងឃើញអញ្ចឹងចាហេងគាត់ឡើងភ្ញាក់ពួកគាត់គិតថាចាយម្នាក់ហ្នឹងតិចមានបញ្ហាស្ទើរអីទៅគិតតែឯងចឹងហើយគាត់ក៏ញញឹមទាំងភ័យទៅកាន់ម្នាក់នោះវិញញញឹមចឹងហើយគាត់ក៏បានប្រែខ្លួនទៅមកចំហៀងរួចគាត់ក៏បានសង្ងំគេងទៅលុះដល់ព្រឹកឡើងពេលក៏បានប្រមើលស្ថានភាពរបួសនិងបានយកបាយមកឲ្យពួកគាត់ហូបដែលជាអាហារពេលព្រឹកណាហើយកំឡុងពេលដែលហូបបាយនោះអ្នកជំងឺដែលនៅក្រេចិត្តហ្នឹងក៏បានក្រោកមកអង្គុយហូបបាយដូចគ្នាគ្រាន់តែពេលហ្នឹងពួកគាត់អត់ទាន់បាននិយាយរកគ្នាទេអញ្ចឹងក្រោយពីហូបបាយហើយពួកគាត់ក៏នាំគ្នាសម្រាប់រៀងខ្លួនបន្តទៅលុះដល់ថ្ងៃឡើងដោយសារតែស្ថានភាពរបួសរបស់ចាហេងនេះគាត់រៀងបានក្រាន់លេងសើឈឺណាអញ្ចឹងពេលហ្នឹងចាហេងគាត់ក៏បានទៅនិយាយគ្នាលេងជាមួយចាយដែលជាអ្នកជំងឺនោះគឺដំបូងស្មានតែចាយនឹងជាមនុស្សមានសតិមិនល្អអន្តាតែដល់បាននិយាយជាមួយគ្នាទៅដឹងថាចាយម្នាក់ហ្នឹងគឺគាត់មានឈ្មោះថាលីហើយគាត់គឺជាអ្នកនៅខេត្តផ្សេងមួយទៀតដែលមកសម្រាប់ព្យាបាលនៅពេទ្យនេះហើយចាលីគាត់ជាមនុស្សម្នាក់ដែលរស់រាយណាស់អញ្ចឹងដោយសារតែបាននិយាយគ្នាបែបហ្នឹងចាហេងគាត់ក៏បានសួរនាំចាលីថាមកគេនៅពេទ្យហ្នឹងឈឺអីដែរឬគាត់សួរអញ្ចឹងចាលីក៏បានប្រាប់គាត់ថាគាត់នេះគ្រុនពវៀនមកគេនៅពេទ្យហ្នឹង3យប់ហើយអ្វីដែលសំខាន់គាត់មកគេនៅក្នុងបន្ទប់ហ្នឹងតែម្នាក់ឯងទេទើបតែម្សិលមិញនឹងឯងដែលឃើញចាហេងនេះបានចូលមកគាត់សប្បាយចិត្តខ្លាំងមែនទែនតែដល់ឃើញចាហេងនឹងមានរបួសពេញខ្លួនអញ្ចឹងទើបគាត់មិនហ៊ាននិយាយរោគបានត្រឹមតែញញឹមដាក់ឮចាលីនិយាយអញ្ចឹងហើយទើបចាហេងគាត់យល់ពីហេតុផលដែលម្សិលមិញនឹងចាលីញញឹមដាក់គាត់ទាំងដែលមិនស្គាល់គ្នាណាហើយពេលហ្នឹងពួកគាត់ក៏នៅអង្គុយនិយាយគ្នាលេងបន្តតែដល់ពេលនិយាយគ្នាយូរទៅចាលីក៏បានប្រាប់គាត់ថាគាត់នេះនៅក្នុងបន្ទប់ហ្នឹងតែម្នាក់ឯងទេពេលថ្ងៃហ្នឹងអបសក់ណាស់ហើយដល់ពេលយប់ហ្នឹងវាជួបរឿងគួរឲ្យខ្លាចទៀតដល់ឮថាយប់គួរឲ្យខ្លាចអញ្ចឹងចាហេងគាត់ក៏សួរចាលីថាមានរឿងអីមែនពេលនោះចាលីក៏បាននិយាយប្រាប់គាត់ថារយៈពេល3ថ្ងៃហ្នឹងគឺគាត់នៅក្នុងបន្ទប់ហ្នឹងតែម្នាក់ឯងសុទ្ធមានគ្នាតែពេទ្យចូលយកថ្នាំមកឲ្យគាត់តែប៉ុណ្ណោះហើយនៅក្នុងយប់ទី1គាត់បានជួបរឿងចម្លែកមួយគ្រាន់តែនិយាយទៅដល់ចំណុចនឹងភ្លាមស្រាប់តែចាលីនេះគាត់ក៏បានស្ទុះក្រោកអង្គុយឡើងរួចគាត់ក៏បានប្រាប់ថាការប្រយុទ្ធទី1ពេលដែលគាត់គេនៅក្នុងបន្ទប់ហ្នឹងគាត់មានអារម្មណ៍ចម្លែកតាំងពីចូលមកដំបូងមកម្លេះរបៀបថាវាឲ្យជាអារម្មណ៍ដែលមិនស្រួលណាហើយដល់ពេលគាត់គេងយប់ឡើងហ្នឹងគាត់ចេះតែមានអារម្មណ៍ថាក្រេមួយទៀតដែលជាក្រេដែលចាហេងកំពុងតែគេងហ្នឹងហាក់ដូចជាមានមនុស្សម្នាក់កំពុងតែគេងនៅលើក្រេហ្នឹងដែរឬគាត់និយាយអញ្ចឹងចាហេងក៏សួរថាគ្រាន់តែមានអារម្មណ៍ប៉ុណ្ណឹងឬក៏បានជួបអីគួរឲ្យកត់សម្គាល់អត់ពេលនោះចាលីគាត់ក៏បានប្រាប់ថាអត់ទាន់បានឃើញផ្ទាល់ទេគ្រាន់តែគាត់នៅម្នាក់ឯងអញ្ចឹងគាត់មានអារម្មណ៍តែខ្លាចខ្លាំងហើយគេងហ្នឹងក៏អត់ស្ងប់ដែរតែដល់ចូលដល់យប់ទី2នៅក្នុងយប់នោះកំពុងតែគេងហ្នឹងវាចាប់ផ្ដើមទៀតហើយដល់ពេលនោះគាត់មានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងតែអង្គុយនៅក្រេខាងស្ដាំគាត់ហ្នឹងហើយអង្គុយមើលមកគាត់មកដល់ពេលមានអារម្មណ៍បែបហ្នឹងគាត់ក៏បានបែរមុខទៅរកក្រេមួយនោះប៉ុន្តែដល់ពេលមើលទៅគឺថាអត់មានឃើញអីទេនៅលើក្រេហ្នឹងគឺតែធម្មតាអត់មានអីឡើយតែទោះបីជាបានឃើញអីក៏ដោយក៏ពេលហ្នឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលហើយចាប់ពីពេលដែលគាត់គេងភ្ញាក់ម្ដងហ្នឹងមកពេលដែលគាត់បិទភ្នែកគេងទៅវិញទៅគឺគាត់ចាប់ផ្ដើមគេងបន្តិចភ្ញាក់និយាយទៅគាត់គេអត់ស្ងប់ទេហើយដល់ពេលដល់យប់ទី3គឺថាយប់ហ្នឹងរៀងធន់ជាងគេដែលនៅក្នុងយប់ហ្នឹងគាត់ថាក្រោយពីពេទ្យបានពិនិត្យគាត់ហើយគាត់ក៏បានចូលគេងជាធម្មតាគេងរហូតដល់ម៉ោងប្រហែលជា11ស្រាប់តែគាត់បានឮសំឡេងទ្វារវេរ៉ង់ដាននៅខាងស្ដាំដៃក្រេហ្នឹងបានបើកដល់ពេលឮអញ្ចឹងគាត់ក៏បើកភ្នែកមើលដល់ពេលមើលទៅស្រាប់តែពេលនោះគាត់ក៏បានឃើញមនុស្សស្រីម្នាក់ស្លៀកពាក់ទម្រង់ដូចជាកៅអៅពេទ្យដោយនាងកំពុងតែឈរនៅខាងក្រៅកន្លែងវេរ៉ង់ដាហ្នឹងរបៀបដូចជាយើងកំពុងតែឈរមើលទេសភាពអញ្ចឹងដល់ពេលឃើញថាមានមនុស្សឈរនៅខាងក្រៅនៅកន្លែងវេរ៉ង់ដាបែបហ្នឹងចាលីគាត់ក៏ឆ្ងល់រួចចុះនរណាមកឈរឲ្យកន្លែងហ្នឹងទាំងយប់អញ្ចឹងដល់ឆ្ងល់បែបហ្នឹងគាត់ក៏បានក្រោកទៅមើលក្នុងគោលបំណងហ្នឹងទៅសួរនាំថាអ្នកណាហ្នឹងមកពីណាអីពីណាដល់ពេលគាត់បើកទ្វារចេញទៅក្រៅទៅទើបដឹងថាអ្វីដែលគាត់បានឃើញមុនហ្នឹងមិនមែនជាមនុស្សទេការពិតវាគឺជាដែកប្រឈោសម្រាប់យើងដាក់សេរ៉ូមហើយមានអាអ្នកជំងឺមួយព្យួរនៅជាប់ដែកហ្នឹងដែលធ្វើឲ្យគាត់មើលពីក្រៅទៅគឺដូចជាឃើញមនុស្សកំពុងតែឈរអញ្ចឹងដល់ឃើញថានឹងមិនមែនជាមនុស្សបែបហ្នឹងហើយពេលនោះចាលីគាត់ក៏បានចូលមកក្នុងវិញឬក៏សង្ងំគេងបន្តហើយក៏ថាអញ្ចឹងនៅជិតក្បាលតនេគាត់ហ្នឹងគឺមានតុមួយដែលតុហ្នឹងសម្រាប់ឲ្យយើងដាក់ម្ហូបឬក៏ដាក់អីវ៉ាន់ដាក់ទឹកអីណាហើយពេលហ្នឹងនៅលើតុហ្នឹងគឺមានដបទឹកមួយដែរដែលគាត់ផឹកចិត្តអស់ទៅហើយវានៅសល់តែបន្តិចទេហើយវាចៃដន្យអីអាកំពុងតែសង្ងំគេងទៅវិញហ្នឹងណាស្រាប់តែពេលនោះដបទឹកដែលនៅលើតុហ្នឹងវាក៏បានធ្លាក់ព្រុសដោយខ្លួនឯងគ្រាន់តែឮសំឡេងដបទឹកធ្លាក់បែបហ្នឹងចាលីគាត់ឡើងភ្ញាក់ព្រឺតរួចគាត់ក៏ព្យាយាមរកប្រភពសំឡេងមិញថាឮមកពីណាហើយដល់ពេលមើលទៅខាងក្រោមទៅទើបឃើញថាមុនហ្នឹងគឺជាសំឡេងដបទឹកជ្រុះសោះឃើញដបទឹកជ្រុះទៅខាងក្រោមបែបហ្នឹងគាត់ក៏រៀបនឹងអោនរើសដបហ្នឹងមកវិញប៉ុន្តែគាត់លូកដៃទៅស្រាប់តែដបទឹកហ្នឹងវាក៏លំមីលចូលទៅក្រោមក្រេនិយាយទៅពេលហ្នឹងគាត់ចម្លែកចិត្តខ្លាំងមែនទែនព្រោះនៅក្នុងបន្ទប់ហ្នឹងអត់មានខ្យល់ចេញចូលទេហើយគាត់ពេលហ្នឹងក៏អត់បានបើកកង្ហារអីដែរហើយមិនបានជាដបហ្នឹងអាចលំមីលដល់ខ្លួនឯងបានអញ្ចឹងពេលហ្នឹងដោយមិនអស់ចិត្ត
ចាលីគាត់ក៏បានអោនទៅក្រោមដើម្បីរើដបនោះមកវិញហើយរបៀបដែលគាត់អោនពេលហ្នឹងគឺវិញចែកដល់ពេលហ្នឹងគឺថាគាត់អត់បានចុះពីលើក្រេទេគឺថាខ្លួនគាត់នៅលើក្រេដដែលហើយគាត់ហ្នឹងក៏បានអោនខ្លួនហ្នឹងទៅរើដបទឹកដែលនៅខាងក្រោមក្រេណាអញ្ចឹងខណៈពេលដែលគាត់អោនទៅរើដបទឹកហ្នឹងណាទាំងអស់គ្នាស្រាប់តែពេលនោះគាត់ក៏បានមើលទៅខាងក្រោមក្រេទៅមកខាងកន្លែងបន្ទប់ទឹកទៅស្រាប់តែគាត់បានឃើញជើងមួយគូអត់ពាក់ស្បែកជើងទេហើយទម្រង់ជើងហ្នឹងមើលទៅដូចជាជើងមនុស្សស្រីស្វិតកំពុងតែឈរនៅក្រេម្ខាងនៅជិតបន្ទប់ទឹកគ្រាន់តែឃើញចុងព្រាមចាលីគាត់ក៏បញ្ញាប់ស្ទុះឡើងមកវិញហើយដល់ពេលមើលទៅម្ខាងក្រេគាត់មើលឃើញជើងមិញហ្នឹងទៅស្រាប់តែពេលហ្នឹងក៏អត់មានឃើញនរណាឈរនៅកន្លែងហ្នឹងទេពេលហ្នឹងគាត់ច្បាស់ណាស់ថាអ្វីដែលគាត់បានឃើញមុនហ្នឹងគឺជាអីហើយដោយសារតែខ្លាចពេកចាលីគាត់ក៏បានឃ្លុំភួយសង្ងំគេបន្តអត់ហ៊ានធ្វើអីទាំងអស់អញ្ចឹងក៏ថាហេតុការណ៍ដែលបានកើតឡើងមិញហ្នឹងគឺវាបានកើតឡើងនៅម៉ោងប្រហែលជាខ្ទង់1ជាងហើយពេលហ្នឹងគាត់ក៏សង្ងំគេបន្តទៅរហូតដល់ម៉ោងប្រហែលជា 4:75 គាត់ក៏ចាប់ផ្ដើមឈឺពោះចង់បត់ជើងដល់ពេលឈឺពោះអញ្ចឹងគាត់ក៏បានក្រោកទៅបន្ទប់ទឹកដែលនៅក្រេក្បែរគាត់ហ្នឹងបច្ចេកពេលដែលគាត់គេងនៅក្នុងបន្ទប់គឺគាត់បិទភ្លើងដោយបើកភ្លើងតែនៅក្នុងបន្ទប់ទឹកតែប៉ុណ្ណោះអញ្ចឹងខណៈពេលដែលគាត់នៅក្នុងបន្ទប់ទឹកហ្នឹងគ្រប់យ៉ាងអត់មានអីទេគាត់ក៏អត់មានឮសំឡេងអីដែរតែដល់ពេលចេញមកវិញអ្នកទាំងអស់គ្នាហើយពេលដែលគាត់ចោលភ្នែកមើលទៅក្រេខាងស្ដាំទៅស្រាប់តែគាត់បានឃើញមនុស្សម្នាក់កំពុងតែនៅលើក្រេមួយហ្នឹងប៉ុន្តែគាត់មិនមែនឃើញជាមនុស្សតែម្ដងទេគឺគាត់ឃើញទម្រង់ជាមនុស្សដេកឡើងភ្លឹងហើយគ្របភួយពណ៌សដូចគេគ្របសាកសពអញ្ចឹងពេលដែលឃើញបែបហ្នឹងចាលីគាត់ញ័រដៃញ័រជើងអស់ហើយលុះចុះនរណាមកគេងអីនៅលើក្រេហ្នឹងបើបន្ទប់របស់គាត់ហ្នឹងគាត់នៅតែម្នាក់ឯងតើហើយចាក់សោជាប់ទៀតតែពេលហ្នឹងដោយសារតែតទៅហើយគាត់មិនដឹងធ្វើម៉េចទេពេលនោះគាត់ក៏បានដើរយឺតសម្ដៅទៅរកម្នាក់ដែលគេងនោះដើម្បីមើលឲ្យច្បាស់ថាជានរណាឲ្យប្រកាសពេលនោះគាត់ដើរទៅជិតដល់ទៅហើយស្រាប់តែភ្លាមនោះគាត់ក៏បានឮសំឡេងមនុស្សចាក់ទឹកនៅក្នុងបន្ទប់ទឹកឬឈូដូចមនុស្សកំពុងតែងូតទឹកអញ្ចឹងដល់ឮសំឡេងមានមនុស្សងូតទឹកបែបហ្នឹងគាត់ក៏បានងាកទៅមើលបន្ទប់ទឹកនោះវិញបន្ទាប់មកគាត់ក៏ដើរទៅមើលតែដល់ពេលមើលទៅស្រាប់តែអត់មានឃើញនរណានៅក្នុងបន្ទប់ទឹកទេហើយដល់ពេលអត់ឃើញមាននរណាក្នុងបន្ទប់ទឹកអញ្ចឹងគាត់ក៏បានដើរចេញមកវិញហើយពេលដែលដើរចេញមកវិញមើលទៅលើក្រេដែលមានមនុស្សគេងមុនហ្នឹងទៅក៏អត់ឃើញមាននរណាគេងនៅលើក្រេទៀតដែរដល់ពេលវាស្ដាយអញ្ចឹងគាត់ភ័យខ្លាំងមែនទែនហើយក៏មកអង្គុយញ័រខ្លួនឲ្យទៅត្រឹកនៅលើក្រេហើយមកយប់ហ្នឹងគាត់ក៏លក់ទាល់តែសោះគាត់នៅតែគេងបានត្រឹមតែបិទភ្នែកភ័យឡើងមកយប់ទល់ភ្លឺហើយលុះដល់ព្រឹកឡើងពេលដែលពេទ្យមកពិនិត្យសុខភាពគាត់ក៏អត់បានប្រាប់ពេទ្យពីរឿងយប់មិញដែរដោយក្រោយពីពេទ្យបានពិនិត្យជំងឺគាត់រួចហើយគាត់ក៏បានសង្ងំគេងវិញទៅព្រោះតែមិនបានគេងសឹងតែមកយប់ទៅហើយដល់ចូលដល់យប់ទី4ណាពេលដែលចាហេងគាត់ចូលមកនៅក្នុងបន្ទប់នឹងដែរអញ្ចឹងទៅគាត់ក៏អត់បានជួបរឿងអីទៀតដែរគាត់គេងលក់ស្រួលមកយប់ទល់ភ្លឺអញ្ចឹងក្រោយពីបានស្ដាប់រឿងដែលចាលីបានប្រាប់ហើយចាហេងគាត់រៀងខ្លាចដែរតែមិនជាភ័យប្រមាណទេព្រោះតែអង្គថានៅក្នុងបន្ទប់នោះមានគ្នា2នាក់ហើយមួយវិញទៀតអ្វីដែលចាលីបានប្រាប់គាត់ទាំងប្រមាណហ្នឹងគាត់ជឿតែ 50% តែប៉ុណ្ណោះព្រោះតែពេលដែលចាលីនិយាយហ្នឹងស្ដាប់ទៅគួរឲ្យខ្លាចតែមើលទឹកមុខគាត់ទៅអត់គួរឲ្យទុកចិត្តសោះព្រោះតែចាលីហ្នឹងជាមនុស្សដែលចូលចិត្តនិយាយច្រើនអញ្ចឹងហើយសង្ស័យតែគាត់ថែមថយពីលើនឹងដល់ខ្លួនឯងក៏មិនដឹងអាហ្នឹងជាអ្វីដែលចាហេងគាត់គិតណាអញ្ចឹងគាត់ថាពេលដែលបានស្ដាប់ចាលីនិយាយហើយគាត់ក៏ធ្វើសម្ដែងជាជឿតាមហ្នឹងទៅតែបើចិត្តសួរតែខ្លាចអត់មិនជាខ្លាចប្រមាណទេតែធម្មតាទេនៅក្នុងមន្ទីរពេទ្យនោះអារឿងអញ្ចឹងបើយើងមិនចង់គិតក៏វាពិបាកដែរហ្នឹងហើយអញ្ចឹងនៅក្នុងថ្ងៃដដែលហ្នឹងពេលដែលយប់ឡើងចាហេងគាត់ក៏បានជួបរឿងចំណែកមួយអានេះដូចជាពេលដែលគេនិយាយថានិយាយអីជួបហ្នឹងណាហើយមែននៅក្នុងយប់ហ្នឹងពេលដែលពេទ្យបានយកថ្នាំឲ្យគាត់ហើយពួកគាត់ក៏នាំគ្នាបិទភ្លើងគេងទៅប៉ុន្តែពេលដែលគេងទៅហ្នឹងចាហេងគាត់គេងអត់លក់សោះអាចថាមកពីរបួសគាត់នឹងនៅឈឺផងហើយយប់នឹងវារៀងក្តៅស្អុះទៀតអញ្ចឹងហើយទៅធ្វើឲ្យគាត់នៅក្នុងយប់នឹងគិតតែគេងប្រែខ្លួនទៅមករសាប់រសល់នៅអត់សុខសោះពេលហ្នឹងមិនដឹងជាម៉ោងប្រហែលទេកំពុងតែប្រែខ្លួនចុះឡើងហ្នឹងគាត់ក៏បានបែរខ្លួនទៅរកក្រេចាលីហើយគណៈពេលដែលគាត់បែរទៅហ្នឹងគាត់ក៏បានឃើញចាលីនេះបានក្រោកដើរទៅបន្ទប់ទឹកតែចូលទៅអត់បិទទ្វារទេដូចជាគាត់ចូលបត់ជើងតូចហើយខ្ជិលបិទទ្វារណាហើយដោយសារតែអត់បិទទ្វារបែបហ្នឹងពេលដែលចុចទឹកប្រគុណទៅប្រកាសជាយើងអាចលឺច្បាស់ហើយអញ្ចឹងហើយពេលដែលចាហេងក៏ឮសំឡេងចុចទឹកប្រគុណហើយគាត់ក៏នៅគេងសម្លឹងមើលទៅទ្វារប្រគុណនោះដើម្បីចាំមើលថាចាលីចេញមកវិញគាត់នឹងសួរនាំលេងណាថាយប់នឹងគេងលក់អត់ពេលហ្នឹងគាត់នៅគេងសម្លឹងមើលទ្វារបន្ទប់ទឹកហ្នឹងចាំមើលតែចាលីចេញមកគាត់នឹងសួរហ្មងប៉ុន្តែនៅចាំមើលឡើងយូរមិនក៏អត់ឃើញចេញមកវិញអញ្ចឹងជំនួសមកវិញពេលដែលគាត់ក៏លាភ្នែកមើលទៅលើក្រេចាលីទៅស្រាប់តែគាត់ហាក់ដូចជាបានឃើញនរណាម្នាក់កំពុងតែគេងនៅលើក្រេហ្នឹងដោយទម្រង់គឺដូចសាកសពដែលស្លាប់ហើយគេគ្របបណ្ណាត់សអញ្ចឹងដល់ឃើញអញ្ចឹងគាត់ភ័យផងឆ្ងល់ផងថាហួចចុះនរណានៅលើក្រេបើចាលីនៅក្នុងបន្ទប់ទឹកហ្នឹងពេលហ្នឹងចាហេងគាត់ចាប់ផ្ដើមភ័យញ័រដៃញ័រជើងហើយព្រោះតែទៅស្ដាប់រឿងដែលចាលីនិយាយប្រាប់គាត់ជួបរឿងមិនល្អផងហើយមកជួបខ្លួនឯងផ្ទាល់អញ្ចឹងទៀតគាត់ចាប់ផ្ដើមភ័យឡើងត្រជាក់ខ្លួនបដ ாய் ប៉ុន្តែភ្លាមគាត់អត់ទាន់ហ៊ានធ្វើអីទេព្រោះតែគាត់នៅតែមិនច្បាស់ថាអ្នកនៅលើក្រេនឹងជាខ្មោចឬក៏អ្នកនៅក្នុងបន្ទប់ទឹកជាខ្មោចអញ្ចឹងហើយពេលហ្នឹងគាត់ក៏នៅមើលសិនហើយពេលហ្នឹងគាត់នៅគេងចាំមើលនៅហ្នឹងឡើងមកសន្ទុះចាំមើលចាលីចេញមកពីបន្ទប់ទឹកវិញ
ប៉ុន្តែចាំបាត់អត់ឃើញចេញមកវិញសោះដល់ពេលឃើញចេញមកវិញអញ្ចឹងចាហេងគាត់ក៏សម្រេចចិត្តដើរទៅអើតមើលនៅបន្ទប់ទឹកដល់ពេលដើរទៅអ្នកទាំងអស់គ្នាហើយស្រាប់តែពេលនោះគាត់អត់ឃើញមាននរណានៅក្នុងបន្ទប់ទឹកទេដល់ពេលអត់ឃើញមាននរណានៅក្នុងនឹងអញ្ចឹងគាត់ក៏ស្ទុះចេញពីបន្ទប់ទឹកមកកន្លែងក្រេវិញហើយពេលដែលគាត់រត់មកក្រេវិញហ្នឹងស្រាប់តែគាត់បានឃើញចាលីកំពុងតែនៅលើក្រេហើយក៏បានក្រោកមកសួរគាត់តែអត់ដឹងរឿងអីថាមានរឿងអីមែនមិនបានក្រោកទាំងយប់អញ្ចឹងលឺចាលីសួរបែបហ្នឹងហើយចាហេងក៏អត់តហ៊ានប្រាប់ការពិតទាំងអស់នៅក្នុងយប់ហ្នឹងទេដោយគាត់បានឆ្លើយទាំងញ័រថាអត់មានរឿងអីទេគាត់ទៅមកពីបន្ទប់ទឹកធម្មតាតើនិយាយតែប៉ុណ្្នឹងហើយចាហេងក៏បានស្ទុះឡើងទៅលើក្រេហើយក៏បានយកកាសមកដាក់ស្ដាប់ហើយក៏ព្យាយាមសង្ងំកេងទៅបាត់ទៅលុះដល់ព្រឹកឡើងភ្លាមតែម្ដងអត់តន់ធ្វើអីទេអ្វីដែលចាហេងធ្វើមុនគេនោះគឺគាត់បានបញ្ញាប់ប្រាប់រឿងដែលបានកើតឡើងពីយប់មិញហ្នឹងប្រាប់ចាលីឲ្យបានដឹងបន្ទាប់ពីប្រាប់រឿងហ្នឹងហើយចាហេងក៏បានសួរចាលីថាយប់មិញមានបានក្រោកចូលបន្ទប់ទឹកអីអត់ពេលហ្នឹងចាលីក៏ថាគាត់អត់បានក្រោកទេចុះបើចាលីគាត់មិនបានក្រោកទៅបន្ទប់ទឹកបែបហ្នឹងអញ្ចឹងមានន័យថាអ្នកដែលគាត់បានឃើញកាលពីយប់មិញនោះគឺជាខ្មោចទាំងដែលការពិតចាលីគាត់នៅលើក្រេធម្មតាទេគិតអញ្ចឹងហើយចាហេងគាត់ព្រឺសបោខ្លាំងមែនទែនហើយសញ្ញាសួរហោះពេញក្បាលគាត់តែម្ដងហើយសំណួរឲ្យគាត់ឆ្ងល់ជាងគេនោះគឺថាហេតុអីបានជាខ្មោចដែលគាត់បានឃើញនោះរូបរាងដូចជាចាលីខ្លាំងម្ល៉េះពេលហ្នឹងពួកគាត់នឹងអង្គុយនិយាយគ្នាទាំងឆ្ងល់រហូតដល់ម៉ោងប្រហែលជា10ព្រឹកពេទ្យក៏បានមកពិនិត្យស្ថានភាពជំងឺរបស់ពួកគាត់ទាំងពីរហើយក្រោយពីពិនិត្យស្ថានភាពរបស់ពួកគាត់ហើយពេទ្យក៏បានប្រាប់ចាលីថាចាលីជាវិញហើយថ្ងៃហ្នឹងអាចចេញទៅផ្ទះវិញបានឬពេទ្យប្រាប់បែបហ្នឹងចាលីគាត់សប្បាយចិត្តខ្លាំងមែនទែនប៉ុន្តែចំណែកឯចាហេងវិញគាត់អត់សប្បាយចិត្តជាមួយទេដោយសារអីនោះក៏ដោយសារតែបើសិនជាចាលីចេញទៅប្រកាសណាស់យប់ហ្នឹងគាត់នឹងត្រូវគេនៅក្នុងបន្ទប់ហ្នឹងតែម្នាក់ឯងជាមិនខានហើយបើថាបន្ទប់ហ្នឹងជាបន្ទប់ល្អជាវាមានតែអីសំខាន់បន្ទប់ហ្នឹងចាលីធ្លាប់បាននិយាយរឿងដែលគាត់បានជួបប្រាប់គាត់ឲ្យបានដឹងហើយគាត់ខ្លួនឯងនេះយប់មិញហ្នឹងក៏ទៅតែជួបរឿងចម្លែកទៀតអញ្ចឹងក្រោយពីឮថាពេទ្យឲ្យចេញបែបហ្នឹងហើយចាលីគាត់ក៏បានរៀបចំអីវ៉ាន់របស់គាត់ហើយកំឡុងពេលដែលរៀបចំអីវ៉ាន់ហ្នឹងចាលីក៏បានសួរចាហេងថាមិនដែរហ៊ានគេងតែម្នាក់ឯងអត់ពេលនោះចាហេងគាត់ក៏បានតបថាទោះបីជាមិនហ៊ានក៏ត្រូវតែហ៊ានដែរដោយសារតែរបួសគាត់មិនតាន់ធូរអញ្ចឹងពេទ្យមិនតាន់ឲ្យចេញទៅទេឬគាត់និយាយអញ្ចឹងចាលីគាត់ក៏មិនបាននិយាយអីបន្លាចចាហេងដែរដោយរៀបចំអីវ៉ាន់ហើយរួចរាល់គាត់ក៏បានលាចាហេងចេញទៅបាត់ទៅតែមុននឹងទៅពួកគាត់ក៏បានយកលេខទូរស័ព្ទគ្នាទុកម្នាក់មួយដែរខ្លាចក្រែងមានរឿងអីទៅអាចតាក់ទងគ្នាបានហ្នឹងហើយអញ្ចឹងក្រោយពីចាលីគាត់បានចេញទៅចាហេងគាត់ក៏បានខលទៅមិត្តភក្តិរបស់គាត់ឲ្យមកលេងដើម្បីបានជាគ្នាតែដោយសារតែគ្នាគាត់នឹងសតតែរវល់ធ្វើការអញ្ចឹងតទៅល្ងាចឯណោះបានគ្នាគាត់បានមកលេងគាត់បានហើយការរំលងមកដល់ល្ងាចឡើងពេលដែលចេញពីធ្វើការគ្នាគាត់3 4នាក់ក៏បានមកសួរសុខទុក្ខគាត់នៅមន្ទីរពេទ្យហើយពេលហ្នឹងពួកគាត់ក៏បាននិយាយគ្នាលេងតាមហ្នឹងទៅដោយចាហេងគាត់ក៏បានចង់បបួលគ្នាគាត់នឹងឲ្យមកគេលេងជាមួយគាត់ដែរប៉ុន្តែគាត់អត់អាចបបួលបានទេដោយសារតែគាត់យល់ពីស្ថានភាពគ្នាគាត់ណាដោយគ្នាគាត់នឹងត្រូវក្រោកពីព្រលឹមទៅកន្លែងធ្វើការហើយបើកាលណាមកគេងកំដរគាត់នៅមន្ទីរពេទ្យដឹងតែស្អែកឡើងនឹងក្រោកទៅធ្វើការអត់តាន់ទេអញ្ចឹងដោយសារតែយល់បែបហ្នឹងហើយទើបចាហេងគាត់ក៏បានបបួលគ្នាគាត់ឲ្យមកគេងឡើយបានតែអង្គុយនិយាយគ្នាលេងនៅល្ងាចហ្នឹងរហូតដល់ម៉ោង7យប់គ្រប់គ្នាក៏បានត្រឡប់ទៅវិញអស់ទៅពេលដែលគ្រប់គ្នាទៅវិញអស់បែបហ្នឹងនៅក្នុងបន្ទប់ដែលចាហេងសម្រាប់នោះក៏ប្រែទៅជាស្ងាត់ឈឹងក្នុងបន្ទប់គឺមានតែគាត់ដែលកំពុងតែគេងនៅលើក្រេហើយក្រេមួយទៀតហ្នឹងតនេគ្របភួយចោលពេលដែលឃើញស្ថានភាពបែបហ្នឹងហើយចាហេងគាត់ក៏ព្យាយាមប្រឡប់ចិត្តខ្លួនឯងថាកុំខ្លាចអីបើយើងមិនធ្វើអីគេក៏មិនធ្វើអីយើងដែរអាហ្នឹងគ្រាន់តែជាពាក្យគាត់ប្រឡប់ចិត្តខ្លួនឯងណាហើយនៅនឹងរហូតដល់ម៉ោង9យប់ពេទ្យក៏បានមកមើលស្ថានភាពរបស់គាត់ម្ដងទៀតឃើញពេទ្យមកអញ្ចឹងចាហេងគាត់ក៏បានសួរពេទ្យដែរថាយប់ហ្នឹងគាត់អាចបដូរទៅបន្ទប់ផ្សេងបានអត់ឬគាត់សុំបដូរអញ្ចឹងពេទ្យអត់មានសួរគាត់សិនថាមិនបានចង់បដូរអីទេដល់ពេលនោះពេទ្យក៏បានឆ្លើយប្រាប់គាត់ទាំងត្រង់តែម្ដងថាថ្ងៃនេះបន្ទប់អ្នកជំងឺពេញអស់ហើយសូម្បីតែបន្ទប់ធំក៏ពេញអស់ដែរហើយបើសល់តែបន្ទប់សម្រាប់ប្រភេទអ្នកជំងឺផ្សេងពេទ្យអាចយកគាត់នឹងទៅដាក់ជាមួយអ្នកជំងឺប្រភេទខុសគ្នាបានទេឬពេទ្យប្រាប់អញ្ចឹងហើយចាហេងគាត់គ្មានជំរើសទេគឺមានតែទ្រាំនៅក្នុងបន្ទប់នឹងបន្តទៅអញ្ចឹងក្រោយពីពេទ្យបានពិនិត្យមើលស្ថានភាពគាត់ហើយរួចរាល់ពេទ្យក៏បានចេញទៅវិញបាត់ទៅហើយគាត់ថានៅក្នុងយប់ហ្នឹងពេលដែលគេម្នាក់ឯងបែបហ្នឹងគឺថាគាត់គេអត់ស្ងប់សោះយប់ហ្នឹងគាត់ចេះតែឮសំឡេងចម្លែកចេញពីជាន់ខាងលើនិងជាន់ខាងក្រោមឬសូតែក្ដុងក្ដាំងពេលខ្លះឮជាសំឡេងមនុស្សស្រែកហើយពេលខ្លះហ្នឹងក៏ឮសំឡេងរបៀបដូចជាកំប៉ុងថ្នាំធ្លាក់ហើយល្មៀលគ្រឿងពេញហ្នឹងទៅហើយបើពេលខ្លះទៀតក៏ឮជាសំឡេងសារ៉ែនឡានពេទ្យអីអញ្ចឹងទៅនិយាយទៅមានគ្រប់សំឡេងទាំងអស់ហើយនេះគាត់មិនប្រកាសថាសំឡេងដែលគាត់បានឮទាំងប្រមាណហ្នឹងជាសំឡេងពិតឬក៏ជាសំឡេងដែលគេធ្វើឲ្យគាត់ឮអញ្ចឹងឡើយដឹងតែឮអញ្ចឹងហើយគាត់ក៏បានព្យាយាមយកកាសមកដាក់ស្ដាប់នៅតែជាបន្ទាប់មកគាត់ក៏ព្យាយាមសង្ងំគេងទៅហើយគេងរហូតដល់ម៉ោងប្រហែលជា2យប់ចាហេងគាត់ក៏បានភ្ញាក់ដឹងខ្លួនឡើងម្ដងទៀតដោយលើកនេះគាត់ភ្ញាក់មិនមកពីសំឡេងនៅខាងក្រៅទៀតទេគឺគាត់ភ្ញាក់ដោយសារតែសំឡេងចម្លែកមួយនៅក្នុងបន្ទប់នឹងតែម្ដងហើយអ្នកទាំងអស់គ្នាដឹងតែគាត់បានឮសំឡេងអីអត់ព
ពេលនោះគាត់បានឮសំឡេងដូចជាមាននរណាម្នាក់ពុតខ្លួនឬសូតែសំឡេងឆ្អឹងក្រឹកក្រឹកក្រឹកហើយពេលដែលឮហ្នឹងចាហេងគាត់កេងបែរមុខទៅអញ្ចឹងខាងស្ដាំទេតែដល់ពេលឮសំឡេងបែបហ្នឹងគាត់ក៏បានប្រែខ្លួនបែរមកក្រេដែលនៅខាងឆ្វេងវិញហើយគ្រាន់តែគាត់បែរហើយបើកភ្នែកមើលទៅស្រាប់តែពេលនោះគាត់ក៏បានឃើញមនុស្សស្រីម្នាក់រាងដូចចាលីអញ្ចឹងដោយម្នាក់ហ្នឹងកំពុងតែអង្គុយពុតខ្លួននៅលើក្រេបន្ទាប់មកនាងក៏បានក្រោកដើរចេញពីក្រេនោះរួចក៏បែរមុខមករកចាហេងពេលដែលបែរមុខមកហ្នឹងស្រាប់តែចាលីហ្នឹងក៏បានសើចដាក់គាត់យ៉ាងចម្លែកសើចបែបខ្មោចលងណាអញ្ចឹងដល់ឃើញម្នាក់ហ្នឹងសើចបែបហ្នឹងហើយចាហេងគាត់ព្យាយាមមើលមុខម្នាក់ហ្នឹងឲ្យច្បាស់ពេលដែលមើលទៅទើបគាត់ឃើញថាម្នាក់ហ្នឹងគឺជាចាលីតាដោយសភាពចាលីដែលគាត់បានឃើញនៅពេលនោះគឺមុខគាត់មានសភាពស្លេកស្លាំងហើយភ្នែកជាំគ្រាន់តែឃើញចឹងភ្លាមចាហេងគាត់ក៏ចាប់ដើមខ្លាចផងភ័យផងតែគាត់មិនដឹងត្រូវធ្វើម៉េចទេដល់ភ្លាមគាត់គិតអីអញ្ចឹងគាត់ក៏បានទាញភួយហ្នឹងមកគ្របខ្លួននឹងចិត្តដេកញ័រឲ្យតែត្រឹកអត់ហ៊ាននិយាយអីទាំងអស់ហើយគណៈពេលដែលកំពុងតែឃ្លុំភួយហ្នឹងចាហេងគាត់នៅតែឮសំឡេងឆ្អឹងក្រឹកក្រឹកក្រឹកនិងសំឡេងសម្រាប់ជើងដើរមួយមករកគាត់ពេលហ្នឹងគាត់គិតតែបិទភ្នែកអត់ហ៊ានបើកទេហើយតាមអារម្មណ៍របស់គាត់អាចដឹងថាម្នាក់ហ្នឹងកំពុងតែដើរមករកគាត់ច្បាស់ណាស់ហើយមែនបានតិចក្រោយមកគាត់ថាស្រាប់តែមានដៃមួយមកចាប់ទាញភួយដែលគាត់កំពុងតែដណ្ដប់ហ្នឹងនៅចំណុចចុងជើងចាប់ហើយដៃនោះក៏បានទាញភួយហ្នឹងចេញពីខ្លួនរបស់ចាហេងយឺតទៅពេលហ្នឹងចាហេងគាត់ខំទាញភួយហ្នឹងមកវិញដែរប៉ុន្តែដៃគាត់ហាក់ដូចជាអត់មានកម្លាំងទាញសោះអាចថាមកពីគាត់ភ័យពេកក៏មិនដឹងពេលហ្នឹងហើយពេលហ្នឹងដៃហ្នឹងក៏បានទាញភួយហ្នឹងម្ដងបន្តិចរហូតដល់ផុតក្បាលគាត់ដល់ពេលភួយផុតក្បាលបែបហ្នឹងចាហេងគាត់ក៏បានបើកភ្នែកមើលហើយពេលដែលមើលទៅគាត់ក៏បានឃើញចាលីនឹងក្នុងសភាពដូចដែលគាត់បានឃើញមុននឹងអញ្ចឹងដោយចាលីនឹងកំពុងតែឈរនៅចុងជើងគាត់ហើយញញឹមដាក់គាត់ដោយញញឹមម្ដងបន្តិចរហូតដល់អាយ៉ះមាត់ដល់គុំតិចពេលដែលឃើញអញ្ចឹងអ្នកទាំងអស់គ្នាចាហេងគាត់ស្រែកមកទំហឹងយកតែម្ដងស្រែកយករហូតដល់លឺដល់អ្នកគ្រូពេទ្យនៅប្រចាំការនៅខាងក្រៅរត់ចូលមកមើលគាត់ពេលដែលអ្នកគ្រូពេទ្យចូលមកដល់ឃើញចាហេងគាត់ស្រែកនឹងតក់ស្លុតបែបហ្នឹងអ្នកគ្រូពេទ្យក៏បានសម្រួលអារម្មណ៍គាត់ឲ្យស្ងប់វិញរហូតដល់បានមកស្ទុះក្រោយមកទើបចាហេងគាត់បានរៀងភាសាបន្ទាប់មកគាត់ក៏បាននិយាយរឿងដែលគាត់បានជួបមុនហ្នឹងប្រាប់ពេទ្យឲ្យបានដឹងសំខាន់ពេលនោះគាត់បានប្រាប់ពេទ្យថាខ្មោចដែលគាត់បានឃើញមុនហ្នឹងគឺមានរូបរាងដូចចាលីដែលទើបតែចេញពីពេទ្យព្រឹកមិញអញ្ចឹងឮចាហេងនិយាយបែបហ្នឹងហើយអ្នកគ្រូពេទ្យគាត់រៀងជ្រួញចើមដែរព្រោះតែបើថាអ្នកជំងឺនឹងស្លាប់មកលងគាត់មិនថាទេតែនេះមនុស្សមិនតាន់ស្លាប់ផងគេអាចមកលងគាត់ឲ្យរបៀបណាអញ្ចឹងដោយស្ដាប់ទៅដូចជាមិនសមហេតុផលបែបហ្នឹងអ្នកគ្រូពេទ្យហាក់ដូចជាមិនសូវជឿតែគាត់ក៏មិនបាននិយាយអីច្រើនដែរការដែលមិនសូវជឿហ្នឹងគឺចាហេងគាត់អាចមើលដឹងតាមរយៈទឹកមុខនឹងគ្រូពេទ្យហ្នឹងណាហ្នឹងហើយអញ្ចឹងក្រោយពីបានស្ដាប់នៅអ្វីដែលចាហេងបានប្រាប់ហើយអ្នកគ្រូពេទ្យហ្នឹងក៏បានបញ្យល់គាត់ថាអាចថាចាហេងនេះគាត់ប៉ះទង្គិចក្បាលខ្លាំងនៅក្នុងថ្ងៃគ្រោះថ្នាក់អញ្ចឹងហើយទៅធ្វើឲ្យគាត់ហ្នឹងសម័យឃើញអ្វីដែលមិនគួរឃើញបែបហ្នឹងទៅនិយាយតែប៉ុណ្្នឹងហើយអ្នកគ្រូពេទ្យក៏បានប្រាប់ឲ្យគាត់សង្ងំគេងវិញបន្ទាប់មកអ្នកគ្រូពេទ្យក៏បានចេញទៅវិញបាត់ទៅក្រោយពីអ្នកគ្រូពេទ្យចេញទៅវិញចាហេងគាត់នៅតែមានអារម្មណ៍តែខ្លាចដដែលតែគាត់ហ្នឹងក៏ព្យាយាមសង្ងំទៅក៏បានគេងលក់ដល់បានជួបរឿងអីទៀតឡើយលុះដល់ព្រឹកឡើងពេទ្យក៏បានមកពិនិត្យស្ថានភាពរបួសរបស់ចាហេងដោយសពដងហើយដោយសារតែមិនអាចទ្រាំនឹងអ្វីដែលកើតឡើងនៅក្នុងបន្ទប់នឹងបានណាពេលនោះចាហេងគាត់ក៏បានសុំគ្រូពេទ្យចេញទៅផ្ទះវិញឬចាហេងនិយាយអញ្ចឹងពេទ្យក៏សួរដែរថាមិនតាន់ជាផងបញ្ញាប់ចេញទៅអីពេលនោះចាហេងគាត់ក៏បាននិយាយដល់សារថាគាត់បានធូរច្រើនហើយចង់ត្រឡប់ទៅគេងនៅផ្ទះនឹងបានជុំគ្រួសារផងទាំងតែជាក់ស្ដែងគាត់នៅផ្ទះតែម្នាក់ឯងសោះអញ្ចឹងក្រោយពីបានស្ដាប់នៅអ្វីដែលចាហេងបានប្រាប់ហើយណាមួយស្ថានភាពគាត់នឹងក៏បានប្រសើររៀងច្រើនដែរអញ្ចឹងហើយពេលនោះអ្នកគ្រូពេទ្យក៏បានអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញបានហ្នឹងហើយអញ្ចឹងពេលដែលពេទ្យអនុញ្ញាតឲ្យបែបហ្នឹងក្រោយពីបង់លុយថ្លៃពេទ្យឲ្យរួចរាល់ចាហេងក៏បានជិះម៉ូតូឌុបត្រឡប់ទៅផ្ទះវិញទៅអូព្រៃប្រាប់ការហ្នឹងថ្លៃពេទ្យខាងឡានដែលអ្នកបកហ្នឹងគឺគេជាអ្នករ៉ាប់រងបងថ្លៃឲ្យគាត់ទេហ្នឹងហើយអញ្ចឹងពេលដែលជិះម៉ូតូឌុបទៅដល់ផ្ទះជួលវិញហើយចាហេងគាត់ក៏បានសម្រាកបន្តិចបន្ទាប់មកគាត់ក៏បាននឹកឃើញដល់រឿងដែលបានកើតឡើងកាលពីយប់មិញណារួចគាត់ក៏ចង់ខលប្រាប់ចាលីឲ្យបានដឹងថាគាត់បានជួបរឿងចម្លែកហ្នឹងព្រោះតែមានតែ2នាក់គាត់នឹងឯងដែលគេនៅក្នុងបន្ទប់ក្រេ2ក្នុងមន្ទីរពេទ្យហ្នឹងហើយបានជួបរឿងទាំង2នាក់បែបហ្នឹងទៀតគិតអញ្ចឹងហើយគាត់ក៏បានទិញទូរស័ព្ទរួចក៏ផ្ញើសារទៅចាលីពេលហ្នឹងគាត់មិនទាន់ហ៊ានខលទៅទេព្រោះខ្លាចថាចាលីរវល់អីអញ្ចឹងណាចាំពេលណាដែលចាលីផ្ញើសារត្រឡប់មកវិញចាំគាត់ខលទៅពេលដែលផ្ញើសារទៅហើយគាត់ថាតាំងពីព្រឹករហូតដល់ល្ងាចអត់ឃើញចាលីតបវិញសោះដល់ឃើញចាលីតបវិញបែបហ្នឹងចាហេងគាត់ក៏សម្រេចចិត្តខលទៅដល់ពេលខទៅខចូលប៉ុន្តែអត់មានអ្នកលើកទេដោយគាត់ថាប្រហែលជាចាលីនេះគាត់រវល់អីហើយអញ្ចឹងហើយចាហេងគាត់ក៏មិនបានខទៅជាលើកទី2ដែរអញ្ចឹងការដែលគាត់តាក់ទងទៅចាលីហ្នឹងស្អែកឡើងក៏មិនឃើញចាលីតបវិញខានស្អែកក៏មិនឃើញតបដល់ពេលបាត់យូរទៅគាត់ចាប់ផ្ដើមចង់ភ្លេចទៅហើយដល់រំលងទៅបានប្រហែលជា3សប្តាហ៍ក្រោយមកឯណោះទើបចាហេងនេះគាត់បានទទួលសារមួយពីចាលីត្រឡប់មកវិញហើយគ្រាន់តែគាត់អានសារនឹងហើយចាហេងគាត់តក់ស្លុតខ្លាំងមែនទែនព្រោះតែនៅក្នុងសារនោះគឺបានសរសេរមកថាម្ចាស់ទូរស័ព្ទហ្នឹងគឺបានស្លាប់បាត់ទៅហើយគ្រាន់តែឃើញចឹងហើយមិនប្រអងយូរទេចាហេងក៏បញ្ញាប់ខលតលេខនោះទៅ
ដល់ពេលខទៅក៏មានអ្នកលើកដល់និយាយគ្នាសួរនាំទៅទើបដឹងថាអ្នកដែលលើកទូរស័ព្ទនោះគឺជាប្អូនស្រីរបស់ចាលីពេលនឹងចាហេងគាត់ក៏បាននិយាយជាមួយប្អូនរបស់ចាលីច្រើនមែនទែនសួរនាំពីដំណើរដើមតងណាថាមិនបានជាចាលីគាត់ស្លាប់ក្រែងពេលដែលចេញពីពេទ្យហ្នឹងគាត់ធម្មតាអន្តាដល់ពេលសួរអញ្ចឹងហើយប្អូនចាលីក៏បានរៀបរាប់រឿងទាំងអស់ប្រាប់គាត់ឲ្យបានដឹងដែលរឿងរ៉ាវហ្នឹងគឺវាបែបនេះដោយប្អូនចាលីគាត់បានប្រាប់ថានៅក្នុងថ្ងៃដែលចាលីគាត់ចេញមកពីមន្ទីរពេទ្យហ្នឹងគាត់បានដុបចាលីត្រឡប់មកផ្ទះជាធម្មតាទេហើយពេលដែលមកដល់ផ្ទះចាលីគាត់ក៏បានសម្រាកអត់តន់ចូលទៅធ្វើការវិញឡើយហើយឆ្លៀតពេលដែលអត់តន់ចូលធ្វើការបែបហ្នឹងល្ងាចឡើងគាត់ក៏បានជិះម៉ូតូទៅផ្សារដើម្បីទៅទិញរបស់ផងនិងដើម្បីទៅលេងមីងរបស់គាត់ផងតែជាអកុសលតាមផ្លូវដែលគាត់ជិះទៅផ្សារមិនតនឹងដល់ផ្សារផងនេះតាមលឺអ្នកភូមិគេបាននិយាយណាគេថាពេលហ្នឹងចាលីកំពុងតែជិះម៉ូតូនៅចំហៀងផ្លូវសុកនេះស្រាប់តែមានឡានមួយបានជិះមកពីក្រោយយ៉ាងលឿនប្រហែលជាវ៉ាគ្នាមិនដឹងបន្ទាប់មកឡានហ្នឹងក៏បាត់បុកចាលីមកទំហឹងឡើងខ្ទាទៅមុខប្រហែលជា5ម៉ែត្រដែលជាហេតុធ្វើឲ្យចាលីនឹងបាក់ដៃបាក់ជើងបែកក្បាលស្លាប់ភ្លាមតែម្ដងគាត់ស្ដាប់រឿងនឹងហើយចាហេងគាត់យំហ៊ូហ្មងព្រោះតែទី1គាត់សំណោះណាមនុស្សគ្នាខំដេកពេទ្យជួបខ្មោចផងអីផងដើម្បីអាងបានជានឹងត្រឡប់ទៅផ្ទះវិញណាតែបើជាវាសនាមិនល្អជួបរឿងអកុសលបែបហ្នឹងហើយទី2នឹងវាស្រស់ពេកអ្នកទាំងអស់គ្នាហើយមនុស្សទៅតែនិយាយគ្នាជាមួយគ្នាមិនសើមិញសោះស្ងាត់ទៅជាមានរឿងបែបហ្នឹងវាមិនគួរឲ្យមានណាអញ្ចឹងក្រោយពីបានដឹងរឿងនឹងហើយរឿងយប់ចុងក្រោយដែលគាត់បានជួបនោះគឺត្រូវបានបកស្រាយហើយថាខ្មោចនោះច្បាស់ណាស់វាគឺជាព្រលឹងរបស់ចាលីមិនដឹងថាចាលីចង់មកលងគាត់ឬក៏ចង់មកលេងគាត់ទេអាហ្នឹងចាហេងគាត់ក៏មិនច្បាស់ឡើយប៉ុន្តែនៅសល់រឿងទាំងប្រមាណទៀតដែលគាត់នឹងចាលីបានឃើញហ្នឹងចាហេងគាត់ក៏នៅតែមិនច្បាស់ថាព្រលឹងហ្នឹងគឺជាព្រលឹងនៅក្នុងមន្ទីរពេទ្យហ្នឹងឬក៏ជាព្រលឹងមកពីណាក៏មិនដឹងដែរដឹងតែពេលដែលគាត់បានចេញផុតពីមន្ទីរពេទ្យនោះហើយគាត់ក៏មិនដែលជួបរឿងចម្លែកនឹងអីទៀតដែរអូខេអ្នកទាំងអស់គ្នាអញ្ចឹងរឿងរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយអ្នកទាំងអស់គ្នាក្រោយពីស្ដាប់រឿងនេះហើយតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរជានៅក្នុងឱកាសនេះខ្ញុំក៏សូមអធិស្ឋានបើសិនជាពេលដែលខ្ញុំនិយាយទៅ